WWF កម្ពុជាសហការជាមួយស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធជាពិសេសជាមួយរដ្ឋបាលព្រៃឈើក្នុងការគ្រប់គ្រងតំបន់ការពារសំខាន់ៗចំនួន2នៅតំបន់ព្រៃទេសភាពខាងកើតគឺព្រៃការពារមណ្ឌលគិរីនិងដែនជម្រកសត្វព្រៃភ្នំព្រេចដើម្បីអភិរក្សថនិកសត្វដែលជាប្រភេទជិតផុតពូជដូចជាខ្លាធំខ្លារខិនដំរីអាស៊ីក្របីព្រៃទន្សោងខ្ទីងរមាំងព្រមទាំងពពួកសត្វស្លាបដែលជាប្រភេទជិតផុតពូជជាច្រើនទៀតផងដែរព្រៃការពារមណ្ឌលគិរីត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជាថ្ងៃទី30ខែកក្កដាឆ្នាំ2002និងមានទំហំ 429,438 ហិកតាក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើតំបន់ព្រៃទេសភាពខាងកើតមានប្រភេទទីជម្រកព្រៃល្បោះលាតសន្ធឹងវែងតភ្ជាប់គ្នាហើយជាផ្នែកមួយសំខាន់នៃទីជម្រកសត្វខ្លាក្នុងចំណោមតំបន់ទីជម្រកដែលមានសក្តានុពលខ្ពស់បំផុតផ្សេងទៀតនៅទ្វីបអាស៊ីសម្រាប់ស្ដារឲ្យចំនួនសត្វព្រៃកើនឡើងវិញដោយសារមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់អង្គការ WWF និងស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធតាមរយៈការបង្កើនកិច្ចខិតខំការពារនិងគ្រប់គ្រងតំបន់ស្ថានភាពសត្វព្រៃកំពុងមានភាពប្រសើរឡើងជាក់ស្ដែងគេសង្កេតឃើញជាញឹកញយនៅវត្តមាននៃហ្វូងសត្វខ្លារខិននិងហ្វូងសត្វជាចំណីជាច្រើនផ្សេងទៀតសត្វខ្លាជាសត្វព្រៃមួយប្រភេទកំពុងទទួលរងនូវការវិនាសជិតផុតពូជកន្លងមកអង្គការ WWF បានបង្កើតជាគម្រោងកម្មវិធីការពារនិងអភិរក្សសត្វខ្លាដើម្បីបង្ការនិងទប់ស្កាត់ការបរបាញ់និងការជួញដូរកិច្ចប្រជុំកំពូលសម្រាប់ប្រមុខរាជរដ្ឋាភិបាលដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកានេះនៅក្នុងទីក្រុងសាំងពែតេស្បូកប្រទេសរុស្ស៊ីគោលបំណងពិភាក្សាដើម្បីឈានទៅរកឯកភាពលើផែនការសម្ដៅធ្វើឲ្យចំនួនសត្វខ្លានៅលើពិភពលោកកើនឡើងទ្វេដងនៅឆ្នាំ2022ស្របពេលនឹងកិច្ចប្រជុំនេះអង្គការ WWF រៀបចំឲ្យមានកិច្ចប្រជុំយុវវ័យស្ដីពីសត្វខ្លាផងដែរចាប់ពីថ្ងៃទី19ដល់ថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2010នៅទីក្រុង Vladivostok នៃប្រទេសរុស្ស៊ីដែលជាកន្លែងនៅក្បែរជម្រកសត្វខ្លាផងដែរគោលបំណងនៃការប្រជុំយុវវ័យស្ដីអំពីសត្វខ្លាគឺដើម្បីបង្កើតសេចក្តីថ្លែងការណ៍យុវវ័យមួយស្ដីពីការអភិរក្សសត្វខ្លា កញ្ញាចែមស្រីអឿននិងកញ្ញាខៀងសៀលីបានស្ម័គ្រចិត្តជួយការពារសត្វខ្លានៅកម្ពុជាក្នុងនាមជាយុវវ័យឯកអគ្គរដ្ឋទូតសត្វខ្លាដែលបានជ្រើសរើសដោយអង្គការ WWF កាលពីពេលថ្មីៗនេះយុវនារីទាំងពីរនាក់បានចុះទៅតំបន់ព្រៃការពារមណ្ឌលគិរីដើម្បីស្វែងយល់ពីការអភិរក្សនិងសារៈសំខាន់ការការពារសត្វខ្លាតាមរយៈសកម្មភាពនៃគម្រោងការពារសត្វខ្លារបស់អង្គការ WWF សហការជាមួយរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីជាការពិតការបង្ហាញនេះមិនមែនជាតួនាទីរបស់ពួកខ្ញុំទេតែគាត់ខាង WWF គាត់បង្ហាញឲ្យពួកខ្ញុំយល់ពីអត្ថន័យនិងការងារដែលគាត់ធ្វើផ្ទាល់នៅក្នុងការអភិរក្សសត្វតំណែងរបស់ពួកខ្ញុំនិងតួនាទីរបស់ពួកខ្ញុំគឺជាយុវវ័យដែលនាំសារទៅកាន់ពិភពលោកអំពីស្ថានភាពសត្វព្រៃនៅកម្ពុជាហើយក៏ជាការអភិរក្សរបស់ WWF នៅកម្ពុជាដែរហើយបងស៊ីនេះមានអីបន្ថែមទេអូខេតាមការពិតទៅមុននឹងយើងទៅដល់ប្រទេសរុស្ស៊ីហ្នឹងគឺយើងត្រូវការត្រៀមច្រើនមែនតើដូចជាយើងត្រូវចុះមក field ផ្ទាល់ដើម្បីឃើញពីសកម្មភាពអភិរក្សផ្ទាល់របស់
ខាងបុគ្គលិករបស់ WWF ដែលគាត់ធ្វើការ base នៅរដ្ឋមណ្ឌលគិរីនេះហើយក្នុងនឹងដែរយើងបានមកឃើញផ្ទាល់ដូចចុះមកក្នុងព្រៃដើរមកហើយដើរមួយក្រុមខាងគាត់អ្នកល្បាតអញ្ចឹងហើយក្រុមខាងក្រុមស្រាវជ្រាវក៏ដូចជាពួកខ្ញុំស្ដាប់នៅបទបង្ហាញផ្សេងពីខាងក្រុមសហគមន៍គាត់មានបង្កើតជាសហគមន៍ឃុំអញ្ចឹងសហគមន៍អេកូទេសចរអីផ្សេងអញ្ចឹងហើយនឹងសេវាកម្មផ្សេងទៀតដែល WWF បានគ្រប់គ្រងទៅដល់សហគមន៍ធ្វើម៉េចដើម្បីដែលសកម្មភាពទាំងអស់ហ្នឹងគឺវាចូលរួមឲ្យប្រជាជនហ្នឹងយល់ដឹងអំពីការអភិរក្សអ្នកគាត់បានទាំងផលប្រយោជន៍សម្រាប់គាត់ផងហើយគាត់បានចូលរួមក្នុងសកម្មភាពអភិរក្សផងដែរនៅក្នុងពេលហ្នឹងអញ្ចឹងទាំងអស់ហ្នឹងហើយបូកជាមួយនឹងការស្រាវជ្រាវតាមឯកសារតាមអ៊ីនធឺណិតតាមសភៅអីផ្សេងទាំងអស់ហ្នឹងហើយគឺយើងបានជាគំនិតពីស្រុកខ្មែរយើងផ្ទាល់ទៅយើងមានសាររបស់យើងចាអញ្ចឹងដល់ពេលយើងទៅនោះយើងអាចនិយាយជាមួយនឹងអាយការីទូផ្សេងទៀតដែលគាត់មកពីប្រទេសផ្សេងទៀតហ្នឹងអញ្ចឹងធ្វើយ៉ាងណាយើងផ្លាស់ប្ដូរយោបល់គ្នាផ្លាស់ប្ដូរព័ត៌មានគ្នាហើយយើងបង្កើតជាសារតែមួយអញ្ចឹងហើយយើងអាចផ្ដាំផ្ញើទៅខាងអ្នកដឹកនាំដែលគាត់ធ្វើកិច្ចប្រជុំមួយដែរនៅ Petersburg នៅនិយាយទៅឆ្ងាយពីពួកខ្ញុំចានៅនិយាយទៅម្នាក់នៅខាងជើងម្នាក់នៅខាងកើតហើយអញ្ចឹងទៅតាមរយៈ video conference គឺគាត់អាចឃើញសម្លេងពួកខ្ញុំអាចស្ដាប់សម្លេងពួកខ្ញុំបានអញ្ចឹងគាត់នឹងចុះជាលក្ខណៈថាកិច្ចព្រមព្រៀងមួយចាស្ដីអំពីសត្វខ្លាហ្នឹងហើយទូនីតិដ៏ចម្បងបំផុតរបស់ពួកយើងហ្នឹងគឺបញ្ជ្រាបការយល់ដឹងអំពីការអភិរក្សទៅដល់យុវជនដទៃទៀតនៅក្នុងប្រទេសយើងហ្នឹងគឺពួកយើងបង្ហាញទៅដល់យុវជនដទៃថាពួកយើងជាយុវជនដែលយកចិត្តទុកដាក់ទៅលើការអភិរក្សសត្វអញ្ចឹងហើយធ្វើឲ្យយើងនឹងព្យាយាមបញ្ចុះបញ្ចូលយុវជនឲ្យគាត់ផ្ដោតការយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងទៅលើសត្វដែលជាពិសេសសត្វដែលជិតផុតពូជនៅក្នុងប្រទេសយើងហ្នឹងចា៎តាមពិតទៅបើសម្រាប់ខ្ញុំគិតថាវាមិនជាលក្ខណៈអីធ្ងន់ធ្ងរទេព្រោះថាគាត់ថាខ្ញុំបានទទួលនៅអ្វីច្រើនពីការដែលខ្លាចខ្លួនទៅជាឯករាជ្យទូតអញ្ចឹងទី1ខ្ញុំបានស្គាល់លក្ខណៈថាអ្វីទៅដែលជាការងារអភិរក្សផ្ទាល់អញ្ចឹងដូចខ្ញុំចុះមកអញ្ចឹងឃើញសកម្មភាពផ្ទាល់អញ្ចឹងព្រោះជាទូទៅយើងក៏មកបានមកកន្លែងអញ្ចឹងហើយមានអ្នកគេនាំមកយើងមកអញ្ចឹងយើងធ្លាប់បានតែឃើញតាមវីដេអូហើយសត្វព្រៃយើងធ្លាប់ឃើញតែនៅសួនសត្វអីអញ្ចឹងធ្លាប់ស្ដាប់ឮតែសលេងធ្លាប់ឃើញតែជារូបភាពអញ្ចឹងដល់ពេលនេះយើងមកឃើញផ្ទាល់ឃើញដានជើងឃើញអីរបៀបគេរកដានជើងចំណីវាអញ្ចឹងយើងអត់ដែរឃើញផ្ទាល់អញ្ចឹងអញ្ចឹងមានអារម្មណ៍ថាយើងដឹងកាន់តែច្រើនថាអូយើងត្រូវការដឹងច្រើនទៅគាត់ថាវាធ្វើឲ្យយើងនឹងកាន់តែមានថាមានការយល់ដឹងនិងមានបទពិសោធន៍ច្រើនសម្រាប់ខ្លួនឯងនិយាយទៅមិនមែនថាវាមិនហត់ទេក្នុងការដែលចុះមកអញ្ចឹងវាមានការនឿយហត់ដែរក៏ប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺកម្លាំងចិត្តយើងកម្លាំងចិត្តដែលស្រឡាញ់សត្វព្រៃស្រឡាញ់ការថែរក្សាទ្រព្យសម្បត្តិធម្មជាតិវារត់ទៅជំរុញចិត្តយើងឲ្យកាន់តែចង់ដើរទៅក្នុងព្រៃជ្រៅថែមទៀតយុវឯកអគ្គរដ្ឋទូតសត្វខ្លាទាំងពីរនេះជាតំណាងនៃយុវវ័យកម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលយុវវ័យស្ដីអំពីសត្វខ្លាដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាឆ្នាំ2010នៅទីក្រុង Vladivostok នៃប្រទេសរុស្ស៊ីការរៀបចំកិច្ចប្រជុំនេះឡើងក្នុងក្របខ័ណ្ឌនៃកម្មវិធីសកលសម្រាប់អភិរក្សសត្វខ្លាដើម្បីផ្ដល់ឱកាសដល់យុវឯកអគ្គរដ្ឋទូតដែលមកពី13ប្រទេសដែលមានសត្វខ្លារស់នៅជួបជុំគ្នាដើម្បីពិភាក្សានិងផ្លាស់ប្ដូរគំនិតយោបល់និងបង្ហាញឆន្ទៈក្នុងការការពារសត្វខ្លាពីការឈានទៅផុតពូជលោក Kit Metzmer ប្រធានគម្រោងតំបន់ព្រៃទេសភាពភាគខាងកើតបានមានប្រសាសន៍ថាកញ្ញាចែមស្រីអឿននិងកញ្ញាខៀងសៀងលីត្រូវបានជ្រើសរើសដោយការប្រកួតប្រជែងនៅចំណេះដឹងផ្នែកការពារបរិស្ថាននិងការពារសត្វព្រៃយុវឯកអគ្គរដ្ឋទូតសត្វខ្លាគឺជាអ្នកនាំសារទៅដល់បណ្ដាប្រទេសនិងប្រជាជនឲ្យជួយការពារនិងអភិរក្សសត្វខ្លាដែលជាសត្វជិតផុតពូជOkay, the situation with the tiger is that the potential for the relocation is very high. ដោយសារតំបន់ព្រៃទេសភាពភាគខាងកើតមានប្រភេទទីជម្រកល្អប្រសើរ
វាផ្ដល់សក្តានុពលដល់ការងារស្ដារឲ្យខ្លាមានចំនួនច្រើនឡើងវិញនាពេលអនាគតដូច្នេះអង្គការ WWF និងស្ថាប័នជំនាញនៃរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងធ្វើការរួមគ្នាយ៉ាងសកម្មក្នុងការការពារព្រមទាំងអភិរក្សប្រភេទសត្វជាចំណីរបស់សត្វខ្លាដើម្បីឲ្យមានចំនួនកើនឡើងនេះជាសារមួយដ៏សំខាន់ព្រោះនៅទីនេះយើងមានទីជម្រកដ៏ល្អប្រសើរដូច្នេះយើងត្រូវតែថែរក្សាទីជម្រកនេះឲ្យគង់វង្សនិងការពារឲ្យមានប្រភេទសត្វជាចំណីគ្រប់គ្រាន់សម្រាប់សត្វខ្លាយើងមានសុតិធនិយមថាសត្វខ្លានឹងមានចំនួនកើនឡើងវិញដំណើរទស្សនកិច្ចរបស់យុវឯកអគ្គរដ្ឋទូតសត្វខ្លាមកកាន់តំបន់ព្រៃទេសភាពភាគខាងកើតនេះជាឱកាសមួយដ៏ល្អប្រសើរសម្រាប់ពួកគេទទួលបានបទពិសោធន៍ពីស្ថានភាពជាក់ស្ដែងនៅក្នុងតំបន់ព្រៃធម្មជាតិដែលជាទីជម្រករបស់សត្វខ្លានិងប្រភេទសត្វជាចំណីរស់នៅក៏ដូចជាស្វែងយល់អំពីការងារអភិរក្សនៅទីនេះព័ត៌មានដែលពួកគេទទួលបានពីទស្សនកិច្ចនេះមានសារៈសំខាន់ណាស់ពីព្រោះពួកគេជាតំណាងនៃយុវជនកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំយុវវ័យស្ដីពីសត្វខ្លាដែលនឹងប្រព្រឹត្តទៅនៅប្រទេសរុស្ស៊ីយើងក៏មានសេចក្តីរីករាយផងដែរចំពោះវត្តមាននៅទីនេះផ្ទាល់របស់អ្នកសារព័ត៌មាននៃទូរទស្សន៍ជាតិកម្ពុជានឹងសូមអរគុណចំពោះការជួយផ្សព្វផ្សាយអំពីភាពអស្ចារ្យនៃតំបន់ព្រៃធម្មជាតិនេះនិងសត្វព្រៃដែលកំពុងរស់នៅដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឲ្យបានដឹង area. សកម្មភាពចុះផ្ទាល់នេះបានរួមដំណើរដោយរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីនិងក្រុមដើរល្បាតព្រៃការពារមណ្ឌលគិរីនិងក្រុមស្រាវជ្រាវអង្គការ WWF ព្រមទាំងធ្វើការបង្ហាញពីការបំពាក់ម៉ាស៊ីនស្វ័យប្រវត្តិនៅតំបន់ព្រៃការពារមណ្ឌលគិរីដើម្បីចាប់រូបភាពសត្វព្រៃនិងសកម្មភាពសត្វព្រៃនិងការស្វែងយល់ពីប្រភេទតំបន់ដែលសត្វប្រភេទណារស់នៅតំបន់ណាគឺដើម្បីដឹងពីចំនួនតើប្រភេទសត្វហ្នឹងមាននៅតំបន់នេះមានប្រភេទហើយតើប្រភេទហ្នឹងតើវាអាចមានសម្បូរបែបឬក៏អត់ក្នុងការកម្មវិធីហ្នឹងយើងអាចដឹងពីចំនួនគ្រប់ចំនួនក្រុមរបស់សត្វទាំងសងហ្នឹងដូចថាទាំងសងមានប្រភេទប្រមាណចំនួនប្រមាណក្បាល5 6ក្បាលឬ10ក្បាលអញ្ចឹងទៅឆ្កែព្រៃវិញក៏អាចដឹងចំនួនវាដែរអាហ្នឹងចំនួនគ្រប់ចំនួនក្នុងក្រុមហើយមួយទៀតយើងអាចដឹងពីលក្ខណៈស្ថានភាពហៅថាទីជម្រករបស់វាដូចយើងដាក់អញ្ចឹងថានៅតំបន់ព្រៃស្រោងឬបេឡាស្រោងអញ្ចឹងយើងអាចទស្សន៍ទាយថាអូប្រភេទនេះជាប្រភេទអាចនៅព្រៃស្រោងអាចបានព្រៃបេឡាស្រោងអាចបានសំខាន់គឺគោលដៅធំសម្រាប់កម្មវិធីហ្នឹងគឺយើងចង់ដឹងពីវត្តមាននិងអវត្តមានរបស់សត្វនៅតំបន់យើងបាទហើយក្នុងការដាក់កាមេរ៉ា trap នេះយើងអាស្រ័យទៅតាមប្រភេទស្ថានភាពព្រៃនៅលក្ខណៈពិសេសសម្រាប់ហៅថាទីជម្រករបស់វាហ្នឹងដូចជាដីទឹកច្រាបតាមអូរឬដីច្រាបឬក៏មួយទៅតាមផ្លូវសត្វដែលសត្វធ្លាប់សង្កាត់និងតំបន់ដែលយើងអាចសម្ភាសជាមួយនឹងអ្នកនាំផ្លូវយើងឬមួយក៏អ្នកយាមល្បាតហ្នឹងថាតំបន់ណាធ្លាប់ឃើញសត្វច្រើនដានជើងខ្លាអីហ្នឹងយើងទៅដាក់នៅតំបន់ហ្នឹងហើយចំពោះការដាក់ហ្នឹងគឺយើងកម្ពស់វាហ្នឹងគឺអាស្រ័យទៅតាមប្រភេទសត្វដូចជាឧទាហរណ៍យើងចង់បានសត្វដំរីជាងគឺយើងត្រូវដាក់សិតកាមេរ៉ាយើងត្រូវដាក់កម្ពស់លើពីដីអាចជា1ម៉ែត្រឬមួយក៏7សង់ទីម៉ែត្រអញ្ចឹងទៅហើយចំពោះខ្លាគឺទូទៅយើងដាក់កម្ពស់ពីដីហ្នឹងគឺកន្លះម៉ែត្រទៀតជាងកន្លះម៉ែត្រគឺក៏30ទៅ40សង់ទីម៉ែត្រចឹង40សង់ទីម៉ែត្រចឹងទៅដើម្បីឲ្យចាប់ទំហំខ្លាពេញហើយចំពោះខែភាសានេះគឺយើងពិចារណាយើងផ្ដោតទៅលើដីច្រាបដែលភាគច្រើនគឺសត្វដូចជាសោងដូចជាខ្ទីងដូចជាឆ្លុះប្រើហ្នឹងវាមកចូលចិត្តមកស៊ីដីច្រាបហ្នឹងណាហើយដីច្រាបហ្នឹងគឺជាសារធាតុមួយសម្រាប់ទ្រទ្រង់សារធាតុមួយសម្រាប់ទ្រទ្រង់សត្វជាប្រភេទជាស៊ីស្មៅជាអាហារណាស៊ីរុក្ខជាតិជាអាហារណាហើយនៅក្នុងក្រុមការដាក់ដីច្រាបហ្នឹងក៏យើងសង្ឃឹមថាមានពួកប្រភេទ carnivore មួយចំនួនដែរដូចជាប្រភេទស៊ីសាច់ដូចជាខ្លាធំឬមួយខ្លារខិនអញ្ចឹងវាអាចមកតាមសត្វតាមកន្លងមកសត្វហ្នឹងអាចតាមក្រោយហ្នឹងអញ្ចឹងយើងអាចសង្ឃឹមអាចជួបខ្លារខិនដូចជាបត់សត្វកន្លងមកដែរយើងមានជួបខ្លារខិនមួយចំនួនដែរខ្លារខិនឆ្កែព្រៃហើយនឹងមានដូចជាឆ្កែចចកឆ្មាដាវដែលវាអាចឆ្លងកាត់ដីច្រាបដោយថាដូចថាមើលថាមានសត្វអីខ្លះអញ្ចឹងវាអាចបើឃើញអញ្ចឹងវាអាចប្រមាញ់ទៅបាទ
ឆ្នាំ2010 សត្វខ្លានៅលើសកលលោកមានចំនួនសរុប 3200 ក្បាល